មកពិសោធន៍ទៅលើដំណាំក្រូចថាជីហ្នឹងគឺមានប្រសិទ្ធភាពប៉ុណ្ណាហើយពូកែប៉ុណ្ណាបាទយើងទៅមើលដើមក្រូចទាំងអស់គ្នាសម្រាប់ដើមក្រូចនេះគឺដើមក្រូចនេះគឺវាមានលក្ខណៈដោយសារតែវាអត់ស្លឹកបេះខ្លាំងពេកភាគច្រើនគេយកស្លឹកដើម្បីទៅស្លោពិសោធន៍អំពី GAB Power Boost នេះថាវាពូកែប៉ុណ្ណាហើយបងប្អូនចាំតាមដានទាំងអស់គ្នាហើយក្រូចនេះគឺដោយសារតែមុននឹងយើងដាក់ជីយើងត្រូវពូនដីសិនបាទពូនដីឲ្យវារាងពោះតិចមកបាទដើម្បីឲ្យរឹសនឹងគឺវាចាក់កាន់តែជ្រៅហើយយើងពិសោធន៍ថាប្រហែលថ្ងៃដើម្បីស្លឹកនេះល្អហើយវត្ថុវាក្រោយទៀតគឺខ្ញុំបាទនឹងបង្ហាញហើយបើសិនណាបងប្អូនគិតថាវត្ថុនេះល្អគឺអាចជួយសៀម្នាក់មួយផងបាទដើម្បីឲ្យបងប្អូនដទៃទៀតគឺគាត់បានធ្វើតាមខ្ញុំហើយគាត់បានក្រូចល្អដូចដែលខ្ញុំពិសោធន៍នេះតែម្ដងបាទហើយកាមេរ៉ាមែនម្នេះមកហើយយើងចាក់ជីនឹងចូលបាទហើយយើងចាក់មកល្មមណាបងប្អូនដាក់ជីនេះគឺខ្មៅល្អហើយអត់ប៉ះពាល់ដល់សុខភាពទេបងប្អូនយើងធ្វើញ៉ាំមកបាទហើយយើងស្រោចវាបាទហើយអត់យូរទេបងប្អូនប្រហែលជាមួយអាទិត្យឬក៏10ថ្ងៃអីគឺចាប់ដើមល្អតែម្ដងបាទស្លឹកនេះគឺវាចាប់ដើមខៀវឡើងវិញប៉ុន្តែហាមតែបេះវាបន្តតែពេលបេះវាបន្តគឺវាអត់ស្លឹកហើយវាដោះស្លឹកសិនមកបាទអញ្ចឹងគឺយើងស្រោចអញ្ចឹងមកហើយស្រោចជារឿងរាល់ព្រឹកក៏កាន់តែល្អបងប្អូនប៉ុន្តែគឺយើងស្រោចមួយអាទិត្យម្ដងក៏បានជាបងប្អូនអត់បញ្ហាទេប៉ុន្តែធ្វើម៉េចទឹកគឺយើងស្រោចឲ្យច្រើនយ៉ាងតែម្ដងបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូន